បាទគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទក្នុងបណ្ដាញសង្គមយើងទាំងអស់គ្នាបាទពុកម៉ែបងប្អូនរៀមច្បងទូចធំទាំងអស់ជាទីគោរពជាទីស្រឡាញ់បាទថ្ងៃនេះផងដែរខ្ញុំបាទនរិទ្ធមានជាតួអង្គពិសេសទៀតដែរពុកម៉ែបងណាបាទតួអង្គហៅថាគុជកណ្ដៀពុកម៉ែបងបាទតួអង្គគុជកណ្ដៀតួអង្គគុជកណ្ដៀម្ដងនេះទើបបានទេពុកម៉ែបងណាបាទទើបបានទេហើយតួអង្គរបស់លោកគឺសន្តានរបស់លោកគឺបែបហ្នឹងឯងពុកម៉ែបងណាបាទហើយតួអង្គគុជកណ្ដៀនេះគឺពិសេសណាស់ពុកម៉ែបងនេះបាទដុំធំហើយលោកអាចសាងជាតួអង្គបានពុកម៉ែណាបាទអាចសាងជាតួអង្គបានហើយគុជនេះពិសេសពុកម៉ែបាទពិសេសមិនគឺពិសេសត្រង់ថាលោកគឺសាច់ដុះថ្មីនេះសាច់ដុះថ្មីថែមទៀតវាដូចសាច់ដុះមកខ្លួនឯងថ្មីថែមបន្តិចទៀតកន្លែងនេះខ្ញុំអត់បានខាត់សម្អាតទេតែគាត់ឆ្កឹះដីឆ្កឹះអីលាងដីអីចេញសម្អាតតែមួយតែសាច់លោកសាច់ថ្លាលោងហើយលោករបៀបរកដោះថែមទៀតនេះពុកម៉ែបងបាទដោះថែមទៀតគុជដោះលើគុជបាទគុជដោះលើគុជហើយកំពុងដោះថែមតិចទៀតនេះសាច់ថ្មីបាទជាប្រភេទសាច់ស្វិតរឹងល្អហើយបាទគឺដុំតាន់ស្អាតមែនទែនដុំនេះបាទហើយគុជកណ្ដៀមិនងាយស្អាតទេពុកម៉ែបងបាទរបៀបសន្តានរបស់លោកគឺអញ្ចឹងឯងនេះកដកមិនសាច់ស្អាតទេបាទហើយស្រឡាញ់ត្រង់នេះទេពុកម៉ែបងមែនស្រឡាញ់កន្លែងនេះជួយលោកដោះថ្មីខ្លួនឯងបាទសន្តានដោះស្អាតមែនទែនបាទហើយនេះចំណែកឯមួយអង្គទៀតគឺដូចជាសត្វអ្វីមួយយ៉ាងយើងដាក់ចេះទៅបាទឬក៏មើលទៅដូចជាប្រភេទថ្មអាចផ្កាយបាទតែការពិតមិនមែនទេបងប្អូនណាបាទជាសាច់ប្រភេទគុជកណ្ដៀបាទកាលណាខ្ញុំជូតប្រេងជូតកាយ៉ងទីនជូតអីទៅគឺលោកអត់បើអត់ជ្រាបទេគឺនៅអញ្ចឹងឯងសើមកគល់អញ្ចឹងឯងបាទខ្ញុំជូតប្រេងលោកតែសន្តានរបស់លោកគឺអត់ស្អាតទេគឺបើហេងប្រហោងអញ្ចឹងបាទសន្តានយ៉ាងឯនេះស្នាមយ៉ាងទីនខ្ញុំជូតមិនតន់តែណាអស់ទេជូតយូរហើយបងប្អូនបាទពី3ថ្ងៃហើយបាទហើយរឹងណាស់បងប្អូនអើយបាទរឹងកុំឃើញអញ្ចឹងប្រហោងអញ្ចឹងតែកាលណាយើងឆាបទៅគឺឆាបអត់ចង់ចូលទេបាទឆាបនឹងម៉ូទ័រមិនឆាបដៃទេបងប្អូនបាទឆាបនឹងផ្លែម៉ូទ័រគឺរឹងមែនតើម្ដងសាច់លោកឡើងរៀងកំមួនចំតួហ្មងបាទសាច់កំមួនចំតួ 100% ខ្ញុំមើលតែសាច់កន្លែងនេះដឹងនេះបងប្អូនបាទខ្ញុំខាត់សម្អាតតិចទៅមកសាច់បលោកបាទគឺសាច់លោកស្អាតណាស់បងប្អូនបាទសាច់ស្អាតមែនតើហ្មងហើយតែយកទៅដូចសត្វអីមួយយ៉ាងគុជកណ្ដៀបងប្អូនបាទកម្ររកបានណាបងប្អូនអើយបាទប្រឹងប្រែងពិបាករកណាស់បាទប្រឹងប្រែងតស៊ូរកបានតម្រង់បានជួបតួអង្គរបស់គាត់បាទសាច់ពិសេសបាទបើតួអង្គលោកនេះគឺលោកចិត្តតាន់ចិត្តស្អាតបាទតែបើតួអង្គលោកគឺប្រេងប្រហោងអញ្ចឹងបាទតែសាច់ប្រហោងតែមួយជាហៀងទេបាទតែមួយជាហៀងកាលនេះគឺតាន់រឹងប៉ះសាច់ល្អួតអលងតែម្ដងបាទហ្នឹងហើយអរគុណច្រើនណាស់បងប្អូនបាទតែតាមដានវីដេអូរបស់ខ្ញុំបាទវីដេអូនេះមានប៉ុណ្ណឹងទេបាទសូមអរគុណច្រើនសូមគោរពលា